ពេលដែលនាងខ្ញុំបង្ហាញពីម៉ូដកតាមការកលាបជូនបងប្អូនទស្សនាវគ្គមុនមានបងប្អូនគាត់ខមមិនសុំនាងខ្ញុំថាឲ្យនាងខ្ញុំបង្ហាញពីវិធីធ្វើផងនាងខ្ញុំអត់លាក់ទេបងប្អូននាងខ្ញុំត្រៀមនឹងគម្រោងចេញវីដេអូពីវិធីធ្វើចែកជូនបងប្អូនទស្សនាទាំងអស់គ្នាហ្នឹងតែក្នុងថ្ងៃហ្នឹងនាងខ្ញុំសូមមកបង្ហាញពីវិធីធ្វើកតាមការចាន់ម្ដងទៀតពីព្រោះថាវគ្គមុនពេលដែលនាងខ្ញុំបង្ហាញបងប្អូនចាប់អត់ទាន់បានទេមានបងប្អូនខ្លះគាត់ចាប់អត់ទាន់បានហើយបងប្អូនខ្លះទៀតក៏គាត់ចាប់បានហើយពេលដែលបងប្អូនដែលគាត់ចាប់អត់ទាន់បានគាត់สนុំពរនាងខ្ញុំឲ្យនាងខ្ញុំថាពេលដែលធ្វើគឺរកពណ៌ឲ្យបាន 3-4 ពណ៌មកហើយយកទៅធ្វើពីព្រោះថាពេលដែលធ្វើពណ៌តែមួយហ្នឹងពេលដែលធ្វើស្លឹកត្នោតហ្នឹងគឺគាត់អត់យល់ទេឥឡូវក៏នាងខ្ញុំមកតាមสนុំពរបងប្អូននាងខ្ញុំព្យាយាមកែច្នៃរកពណ៌តាមបងប្អូនสนុំពរហើយពណ៌ដែលនាងខ្ញុំយកមកធ្វើនេះគឺជាกระดาษរាមបងប្អូនកระดาษរាមពណ៌នាងខ្ញុំបានទិញ4ពណ៌ហើយយកមកកាត់ហើយខ្ញុំយកមកបិទស្កត់បែបហ្នឹងទៀតណាបងប្អូនបានធ្វើកើតពីព្រោះថាបងប្អូនដឹងហើយថាกระดาษវាផុយពេលដែលយកមកធ្វើត្រូវការទាញរិតដល់ពេលអញ្ចឹងលហែកបានជានាងខ្ញុំបិទស្កត់ហើយបាននាងខ្ញុំយកមកធ្វើបែបហ្នឹងហើយនាងខ្ញុំក៏សូមអធិស្ឋានដែរបងប្អូនដែលគាត់ចេះម៉ូដហ្នឹងហើយគាត់ចង់ចេះធ្វើកតាមផ្កាកលាបបន្តសូមបងប្អូនរងចាំបន្តិចសិនពីព្រោះថានាងខ្ញុំចង់ឲ្យបងប្អូនចេះទាំងអស់គ្នាហើយនាងខ្ញុំនឹងបង្ហាញពីវិធីធ្វើម៉ូដផ្សេងបន្តទៀតហ្នឹងចែកជូនបងប្អូនទស្សនាឥឡូវចូលដល់វគ្គនាងខ្ញុំបត់ម៉ូដផ្កាខាងលើហ្នឹងហើយពេលដែលខ្ញុំបត់មួយជ្រុងម្ដងបែបហ្នឹងខ្ញុំបត់តទៅគ្រប់4ជ្រុងហើយទោះជាម៉ូដកតាមផ្កាចាន់ដែលធ្វើអំពីกระดาษថ្ងៃហ្នឹងបានគ្រាន់តែល្អមើលអត់អាចមានប្រយោជន៍យកទៅដាក់អង្គស្ងាហោបបានហើយក៏អត់មានអត្ថន័យដូចជាយកកពូថ្នោតស្លឹកថ្នោតយកមកចាក់ក៏ដោយតែចំពោះនាងខ្ញុំបានដាក់ចិត្តដាក់ក្តីស្រឡាញ់ចូលនៅក្នុងកតាមផ្កាกระดาษមួយហ្នឹងហើយនាងខ្ញុំក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានយល់អត្ថន័យអំពីម៉ូដកតាមផ្កាចាន់ធ្វើអំពីกระดาษរបស់នាងខ្ញុំដែរនាងខ្ញុំគិតថាមានប្រយោជន៍ខ្លាំងចំពោះបងប្អូនដែលគាត់អត់ចេះពេលដែលនាងខ្ញុំបរៀនវគ្គមុនមានបងប្អូនគាត់ខមមិនប្រាប់នាងខ្ញុំច្រើនអ្នកគាត់ថាគាត់អត់យល់ទេគាត់អត់ចេះទេដល់ពេលអញ្ចឹងបានជានាងខ្ញុំគិតថារកវិធីមកបង្រៀនបងប្អូនម្ដងទៀតទោះជារាល់ថ្ងៃនាងខ្ញុំធ្វើលក់ជូនភ្ញៀវដែលគាត់កំងនាងខ្ញុំក៏ដោយតែនាងខ្ញុំមានចិត្តមួយនៅតែចង់ចែករំលែកពីវិធីធ្វើឲ្យបងប្អូនបានចេះទាំងអស់គ្នាហ្នឹងជាពិសេសបងប្អូនដែលគាត់មិនចង់ទិញបងប្អូនអាចរៀនហើយយកទៅធ្វើហូបខ្លួនឯងបានហើយពេលដែលនាងខ្ញុំបរៀនវគ្គមុនក៏មានបងប្អូនខ្លះក៏គាត់បានចេះមួយចំនួនដែរគាត់បានធ្វើហើយគាត់ក៏បានថតមកបង្ហាញឲ្យនាងខ្ញុំមើលទៀតថាគាត់បានចេះធ្វើហើយពេលដែលមានបងប្អូនបានចេះធ្វើអញ្ចឹងណានាងខ្ញុំសប្បាយចិត្តណានាងខ្ញុំសប្បាយចិត្តមែនតើពីព្រោះថានាងខ្ញុំគិតថានាងខ្ញុំចែករំលែកទៅគឺមានប្រយោជន៍ចំពោះបងប្អូនទាំងអស់គ្នាហើយបងប្អូនដែលគាត់អត់ទាន់ចេះគាត់ចង់រៀនវគ្គក្រោយហ្នឹងខ្ញុំសនំពរបងប្អូនថាកុំអាយយកស្លឹកត្នោតមករៀនធ្វើអីបងប្អូនទៅទិញกระดาษរាមដូចនាងខ្ញុំប្រាប់អញ្ចឹងกระดาษរាមនោះលក់ធូរថ្លៃទេគេមានច្រើនពណ៌បងប្អូនស្រឡាញ់ពណ៌អីបងប្អូនទិញយកមកហើយបងប្អូនអាចបិទស្កត់យកមកធ្វើដូចនាងខ្ញុំអញ្ចឹងបានចេះហ่าបងប្អូនហើយម៉ូដកតាមផ្កាច័ន្ទមួយមុខនេះសម្រាប់នាងខ្ញុំមកដូចជាគ្រឹះហើយរូបមន្តមួយអញ្ចឹងពេលដែលនាងខ្ញុំចង់កែច្នៃម៉ូដផ្សេងទៀតនាងខ្ញុំអត់សូវពិបាកទេដោយសារខ្ញុំបានចេះគ្រឹះចេះរូបមន្តហើយទោះជានាងខ្ញុំចេះម៉ូដផ្សេងទៀតក៏នាងខ្ញុំអាចភ្លេចម៉ូដនឹងបានដែរពីព្រោះថាដូនតាជំនាន់មុនគាត់បានបន្សល់ទុករូបមន្តវិធីធ្វើចែករំលែកហើយដូចជាគ្រឹះមួយសម្រាប់នាងខ្ញុំផ្ទាល់តែម្ដងនាងខ្ញុំសប្បាយចិត្តមែនតើពេលដែលនាងខ្ញុំបានចេះធ្វើហើយនាងខ្ញុំក៏បានចែករំលែកឲ្យបងប្អូនបានចេះទាំងអស់គ្នាហើយក៏មានបងប្អូនគាំទ្រនាងខ្ញុំបងប្អូនយកទៅរៀនធ្វើតាមហើយមានប្រយោជន៍ចំពោះបងប្អូននាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ឥឡូវនាងខ្ញុំធ្វើមកដល់វគ្គហ្នឹងគឺវគ្គដែលបងប្អូនគិតថាពិបាកខ្លាំងហើយមានបងប្អូនជាច្រើនគាត់ខមមិនប្រាប់នាងខ្ញុំថាគាត់ចេះតែម៉ូដខាងលើម៉ូដខាងក្រោមហ្នឹងគឺគាត់ចាប់អត់បានទេហើយម៉ូដខាងក្រោមហ្នឹងសំខាន់ណាស់បងប្អូនបើធ្វើអត់ចាញ់ម៉ូដខាងក្រោមហ្នឹងទេមិនអាចយកទៅច្រកអង្គដាក់ស្ងាហូបបានទៅម៉ូដខាងក្រោមហ្នឹងគេប្រទាក់កាឡាវាដូចកទើអញ្ចឹងឥឡូវខ្ញុំយកពណ៌ផ្ទៃមេឃខាងស្ដាំដៃហ្នឹងយកមកសោកចូលជាមួយពណ៌លឿងហើយនឹងពណ៌បៃតងធ្វើបែបនេះគឺហើយបានមកតង់ទៀតទេបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមត្រឡប់ទៅធ្វើមួយវគ្គទៀតចូលដល់វគ្គហ្នឹងគឺកាន់តែពិបាកខ្លាំងជាងគេហ្មងព្រោះពេលដែលនេះខ្ញុំរៀនធ្វើគឺវគ្គហ្នឹងគឺពិបាកខ្លាំងហើយពេលដែលបងប្អូនធ្វើសូមបងប្អូនព្យាយាមអង្គុយឲ្យស្របតាមនាងខ្ញុំណាបាទបងប្អូនដឹងថានាងខ្ញុំធ្វើហ្នឹងទៅខាងឆ្វេងដៃឬមកក៏ខាងស្ដាំដៃពេលដែលដល់វគ្គហ្នឹងគឺកាន់តែរញ៉េរញ៉ៃខ្លាំងមែនតែនហើយបងប្អូនព្យាយាមមើលថាពេលដែលនាងខ្ញុំសោកនាងខ្ញុំយកពីកែងមួយផ្លោះទៅដល់កែងមួយទៀតហ
ហើយបងប្អូនធ្វើតាមនេះខ្ញុំបែបហ្នឹងទៅគឺដឹងតែធ្វើបានហើយឥឡូវនេះខ្ញុំធ្វើឲ្យបានមួយវគ្គទៀតហើយជាពិសេសដល់វគ្គចុងក្រោយគេប្រអស់ហ្នឹងគឺកាន់តែភ័ន្តមែនតែនហ្មងនេះបងប្អូនឃើញទេនេះខ្ញុំសោកវាប្រតាក់បែបហ្នឹងហើយកន្លែងវគ្គចុងក្រោយហ្នឹងប្រហែលជាមានបងប្អូនខ្លះគាត់ច្រឡំច្រើនចំពោះនេះខ្ញុំចេះស្រាប់ផងនៅតែអាចច្រឡំម្ដងម្កាលដែរបងប្អូនអាកន្លែងវគ្គចុងក្រោយហ្នឹងហើយពេលដែលនាងខ្ញុំធ្វើហ្នឹងនាងខ្ញុំធ្វើតតែគ្រប់កែងហ្មងបងប្អូនកែងរបស់វាមាន4ជ្រុងហើយចាប់ផ្ដើមសោកវាមកជ្រុងម្ដងបែបហ្នឹងទៅតតែគ្រប់4ជ្រុងបានហើយនេះណែឥឡូវនាងខ្ញុំនៅតែមកជ្រុងហ្នឹងទៀតទេហើយហើយបើសិនជាបងប្អូនរៀនធ្វើម៉ូដកតាមការចានអំពីกระดาษនឹងចេះហើយបងប្អូនចង់ទៅរកកពូថ្នោតយកមកធ្វើខ្ញុំចង់ប្រាប់បងប្អូនថាបងប្អូនរកកពូថ្នោតណាដែលរៀងវែងស្លឹកធំបានយកមកធ្វើគ្រាន់ពីព្រោះថាម៉ូដហ្នឹងត្រូវការកពូថ្នោតដែលវែងហើយបងប្អូនតតែមានកពូថ្នោតធ្វើបានបងប្អូនយកមកច្រកអង្គដាក់ស្ងោរទៅឈ្ងុយឆ្ងាញ់បើសិនជាបងប្អូនទៅរកស្លឹកថ្នោតណាដែលចាស់អត់ឈ្ងុយឆ្ងាញ់ទេហើយឥឡូវនឹងខ្ញុំធ្វើហើយហីតែមិនទាន់ហើយស្រួលបួឯងបងប្អូននៅផ្ចិតមុខរបស់វាមកតង់ទៀតបន្លោះរបស់វាគឺមាន4ជ្រុងបងប្អូនហើយបងប្អូនពេញចិត្តជ្រុងមួយណាដែលទុកយកទៅច្រកអង្គបងប្អូនទុកជ្រុងមួយនោះហើយឥឡូវនេះខ្ញុំចាប់ផ្ដើមផ្ចិតដែរបងប្អូននេះខ្ញុំផ្ចិតបែបហ្នឹងបងប្អូនផ្ចិតមួយម្ដងអញ្ចឹងទៅហើយទុកតាមមកបន្លោះបានហើយកុំទុកច្រើនពេកទុកតាមមកបន្លោះសម្រាប់ច្រកអង្គទៅបានហើយឥឡូវនាងខ្ញុំចាប់ផ្ដើមមកផ្ចិតកន្លែងជ្រុងទី2ហើយនេះណែឃើញទេបងប្អូននេះខ្ញុំប្រតាក់បែបហ្នឹងហើយធ្វើกระดาษបែបហ្នឹងវាងាយស្រួលជាងស្លឹកត្នោតដោយសារกระดาษហ្នឹងវាវែងស្លឹកត្នោតពេលខ្លះមកដល់កន្លែងហ្នឹងគឺប្រផាត់ប្រផោយរៀងពិបាកធ្វើបងប្អូនទាំងអស់គ្នាយល់បានប៉ុន្មានភាគរយហើយនេះខ្ញុំសង្ឃឹមថាបងប្អូនប្រហែលជាសារហ្នឹងគឺយល់100%ហ្មងហើយឥឡូវនេះខ្ញុំចាប់ផ្ដើមមកផ្ចិតកន្លែងកែងទី3ហើយបងប្អូននេះខ្ញុំប្រតាក់កាឡាវាបែបហ្នឹងសោកចូលបែបហ្នឹងទៅគឺហើយហីនេះណែឃើញទេហើយស្រេចនេះខ្ញុំទុកតាមមកបន្លោះនេះទេមកបន្លោះហ្នឹងនេះខ្ញុំទុកសម្រាប់ច្រកអង្គបងប្អូននេះបន្លោះនេះពេលដែលបងប្អូនច្រកអង្គបងប្អូនអាចច្រកអង្គចូលតាមនឹងបានហើយពេលដែលបងប្អូនច្រកអង្គចូលក្នុងនឹងហើយបងប្អូនផ្ចិតមុខវាដូចនេះខ្ញុំបង្ហាញបងប្អូនអញ្ចឹងទៅតែចង់បញ្ជាក់ប្រាប់បងប្អូនថាបងប្អូនកុំច្រឡំយកអង្គមកច្រកចូលក្នុងកតំกระดาษហ្នឹងណាអត់ទេណាបងប្អូននេះខ្ញុំចង់សំដៅទៅលើកតំដែលបងប្អូនធ្វើអំពីស្លឹកត្នោតហើយបងប្អូនអាចច្រកបែបហ្នឹងបានឥឡូវនេះខ្ញុំធ្វើហើយនេះណែឃើញទេបងប្អូនហើយពេលដែលបងប្អូនចង់ច្រកអង្គចោលបងប្អូនចង់ឆាអង្គក៏បានច្រកអង្គស្រួយក៏បានដែរតែបើកំណត់នេះខ្ញុំពេលដែលច្រកអង្គស្រួយគឺស្រួល